តើភារកិច្ច5យ៉ាងរបស់គ្រូបង្រៀនល្អមានអ្វីខ្លះ 1. មុនពេលបង្រៀនស្រាវជ្រាវឯកសារមេរៀនត្រៀមសំណួរនិងចម្លើយត្រៀមកិច្ចតែងការបង្រៀនផលិតសម្ភារៈឧបទេសជ្រើសរើសវិធីសាស្ត្រតាមពេលនិងចំណេះដឹងរបស់សិស្ស 2. ពេលបង្រៀនប្រើវិធីសាស្ត្រសិស្សមជ្ឈមណ្ឌលបង្រៀនតាមកិច្ចតែងការគោរពពេលវេលាគោរពគោលនយោបាយរបស់រដ្ឋាភិបាល 3. ការលើកទឹកចិត្តឲ្យសិស្សចូលរួមគ្រប់សកម្មភាពក្នុងនិងក្រៅថ្នាក់ដោយសរសើរលើកទឹកចិត្តនិងជូនរង្វាន់ 4. រង្វីតម្លៃត្រួតពិនិត្យកិច្ចការសិស្សឲ្យបានត្រឹមត្រូវនិងជាប្រចាំត្រួតពិនិត្យរាល់កិច្ចការរបស់សិស្សតាមរយៈការផ្ដល់ជាសំណួរផ្ទាល់មាត់ឬជាសំណួរលំហាត់ក្នុងសៀវភៅ 5. គ្រូត្រូវស្វែងសិក្សាជាប្រចាំត្រូវរៀនពេញមួយជីវិតដោយបំពេញនៅវិជ្ជាដូចជាភាសាបរទេសព័ត៌មានវិទ្យាដើម្បីផ្ដល់ឲ្យសិស្សនៅបទពិសោធន៍រក្សាសាមគ្គីភាពនិងទំនាក់ទំនងល្អជាមួយសង្គមជាតិ